ខ្ញុំឈ្មោះវាងហ៊ុយធានអ្នកគុណដៅលេខ1លើលោកប៉ុន្តែឋានសួគ៌មិនផ្ដល់ឲ្យខ្ញុំនៅឫសគល់វិញ្ញាណឡើយអ្វីទាំងអស់មិនអាចខ្លាចជាអមតៈបានទេបើគ្មានឫសគល់វិញ្ញាណឥឡូវនេះខ្ញុំលះបង់ព្រលឹងដើម្បីចូលទៅក្នុងផ្លូវខ្មោចសម្រាប់ចិត្តចូលក្នុងផ្លូវខ្មោចមិនដឹងថាគួរហៅមិត្តភក្តិម្នាក់នេះថាដូចម្ដេចក្នុងជួងនេះគឺចៅចិនចៅគឺជាគ្រូសាសនាទៅទើបតែបង្ក្រាបបិសាចរួចតើមិត្តគិតច្បាស់ហើយឬនៅគិតច្បាស់ហើយការចូលក្នុងផ្លូវខ្មោចខ្ញុំអាចខ្លាចជាបិសាចបន្ទាប់មកខ្ញុំនឹងកប់ខ្លួនឯងនៅក្នុងមឈូសនេះខ្លាចជាខ្មោចកំណាចលោកដឹងទេថាដើម្បីមកដល់ចំណុចនេះតើខ្ញុំត្រូវលះបង់ប៉ុណ្ណាខ្ញុំពិតជាបានបោះបង់គ្រួសាររបស់ខ្ញុំដើម្បីផ្លូវមួយនេះខ្ញុំមិនដឹងថាឥឡូវនេះនាងរស់នៅយ៉ាងណានោះទេខ្ញុំប្រាប់អ្នកទៅចុះនាងស្អាតណាស់ហើយនាងច្បាស់ជាចូលចិត្តខ្ញុំគួរឲ្យស្ដាយដែលអ្វីបានផ្លាស់ប្ដូរសម្រាប់ពួកយើងមិនដែលខ្ញុំហ៊ានធ្វើឲ្យនាងខកចិត្តបែបនេះក្នុងលោកនេះជាលើកទី1ហើយដែលខ្ញុំឃើញមនុស្សចង់ស្លាប់បែបនេះអ្វីទាំងអស់នៅលើលោកនិងមនុស្សសុទ្ធតែដើរតាមគន្លងដើមរបស់វានៅតាមដងផ្លូវតែងតែមានរឿងរ៉ាវកើតឡើងជានិច្ចឧទាហរណ៍ដូចជាស្លឹកឈើមួយសន្លឹកនេះបងស្រីបងមកហើយគាត់មិនទាន់ត្រឡប់មកវិញទេមិនទាន់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានដង្ហើមដែររបស់គាត់នៅក្បែរនេះសិស្សច្បងតើមានអ្វីកើតឡើងចំពោះបងលោកមិនគុំទំពាវាទៀតអីប្រសិនបើលោកពិតជាឃ្លានខ្លាំងណាស់លោកអាចទៅទំពាមឈូសរបស់លោកផ្ទាល់បានចង្រៃយកចាប់តាំងពីឯងមកដល់ទីនេះមកខ្ញុំមិនដែលបានសុខស្រួលសោះអស់រយៈពេល7ឆ្នាំមកហើយឆ្លងស្លាប់ហើយគ្រូសិលម្នាក់នេះពិតជាធ្វើឲ្យខ្ញុំសួយ8ជាតិមែនអូយឈឺណាស់ជើងរបស់ខ្ញុំមិនអាចបន្តបែបនេះទៀតទេត្រូវតែឲ្យគេដឹងខ្លួនឡើងវិញបើមិនដូច្នោះទេខ្ញុំនឹងត្រូវហត់ស្លាប់មិនខានទេវតាទាំង10ទិសច្រាវដោយគ្រាប់ខ្សាច់បង្កើតលោកទាំង10ទិសសង្គ្រោះមនុស្សលោកមានអារម្មណ៍ថាគ្មានប្រយោជន៍សោះសាកល្បងមួយទៀតមើលមេឃដីស័ក្តិសិទ្ធិព្រះជាម្ចាស់បានបង្កើតមេឃនិងដីសូមដាក់វិញ្ញាណនេះក៏មិនកើតដែរតើនេះជាកំណត់មកពីណាយិននឹងយ៉ាងបែងចែកមេឃនិងដីស្ត្រីគឺជាយិនហើយយិនបង្កើតយ៉ាងពីព្រោះមានតែស្ត្រីទេដែលអាចបង្កើតកូនបានស្ត្រីទី1នៅក្នុងលោកគឺព្រះម៉ែសួរនៅពេលដែលបរិសម្នាក់កើតមកក្បាលរបស់គេបុកនឹងដីធ្វើឲ្យខូចខួរក្បាលដូច្នេះព្រះម៉ែសួរហៅគេថាមនុស្សប្រុសក្បាលល្ងងចង្រៃយកតើនេះជាកំណត់ឈួតលប់ស្អីគេនឹងពិតជាមិនទំនងសោះសិនសួនជឺតែអ្នកប្រកាសទេថាវត្ថុដែលខ្ញុំកំពុងរកនៅទីនេះខ្ញុំមិនដែលទាយខុសឡើយប៉ុន្តែរូងខ្មោចឃ្លាននេះគឺជាផ្លូវស្លាប់សូម្បីតែពួកបរិសុទ្ធក៏មិនហ៊ានចូលដែរតើព្រះនាងប្រកាសទេថាចង់ប្រថុយនឹងគ្រោះថ្នាក់នេះតាំងពីវាបានយករបស់ខ្ញុំទៅលើកលែងតែវាស្លាប់ដូច្នោះទោះវាលាក់ខ្លួននៅឯណាក៏មិនរួចខ្លួនដែរបាទដូច្នោះមែនខ្ញុំសូមជូនពរឲ្យព្រះនាងធ្វើដំណើរដោយសុវត្ថិភាពបរិសុទ្ធចំណាស់ម្នាក់នេះខ្លាចខ្មោចដូច្នេះខ្ញុំមិនចូលទៅរំខានទេតាមពិតមានធម្មពលខ្មោចកំពុងលេបត្របាក់សិស្សរបស់ខ្ញុំមែនឬហាសិស្សខ្ញុំធំធេងដោយសមុទ្រទាំង4ទោះបីជា10ឆ្នាំទៀតក៏អ្នកស្រូបយកមិនអស់ដែរយេជៀនសៀនលោកគ្រូឈិញហ្វឹងចាក់ចេញហើយដាវផ្ដាច់និស័យដាវស្រីឈាមបានដល់កម្រិតហើយតែក្បាច់ដាវខ្សលបក់មិនទាន់សម្រេចទេ
គ្រាន់តែនៅបារម្ភពីលោកគ្រូដូច្នេះបញ្ញាប់មកមុនកំណត់ដំណក់ឈាមនេះវាជារបស់ដែលលួចពីខ្លួនលោកអ៊ូជីមកសិស្សយកវាមកជូនលោកគ្រូ វាមានបំណងប្រើឈាមនេះបង្កើតរាងកាយថ្មីឲ្យវ៉ាងហ៊ុយទៀន